បាទជំរាបសួរតិចជនទាំងអស់គ្នាបាទព្រឹកនេះខ្ញុំធ្វើបទបង្ហាញអំពីកង់មួយដែលទើបទៅចូលស្តុកថ្មីជាប្រភេទកង់ទៅជួជប៉ុន brand Cannondale បាទជាប្រភេទកង់ដែលមានបូមនៅនឹងកផ្ទាល់តែម្ដងហើយវាជាផលិតផល edition របស់ Cannondale តែម្ដងដែលមានតែគាត់ទេដែលធ្វើបូមនៅកបែបនេះបាទជាមួយនឹងចំពោះនៅខាងមុខបាទបំពាក់ជាមួយសបក Swabi Fat Frank ពណ៌សូកូឡាស្អាតមែនទែនសម្រាប់ការដាក់មួយនេះបាទហើយសម្រាប់ខាងមុខគេដាក់ BP Bond បាទជាប្រភេទសាក់ស៊ីរបស់គាត់បាទនៅលើទូគឺដាក់តែម្ដងគឺ handmade in USA បាទប្រភេទនេះជាប្រភេទ F400 បាទហើយមកជាមួយនឹងកសេះធំរបស់គាត់តែម្ដងបាទរំលេចជាមួយនឹងអក្សរ logo Cannondale ខ្មៅឡាយទឹកប្រាក់តិចតិចព្រាលស្អាតបាទហើយសម្រាប់ខាងក្រោយនេះក៏បញ្ជាក់អំពី handmade នៅ USA ដែរបាទជាប្រភេទកង់ edition របស់គាត់ហើយបាទសម្រាប់ជង្គង់គឺគាត់ប្រើថាមុខ3បាទជា set របស់គាត់ជាប់ជាមួយនឹងកង់នឹងតែម្ដងបាទទឹកថ្នាំគឺនៅស្អាតមែនទែនសម្រាប់កង់មួយនេះហើយសម្រាប់lip គឺ layer គឺប្រើ layer Deore តែម្ដងបាទនេះជាប្រភេទ model Cat 2បាទជាប្រភេទលុយញោមស្រាលមែនទែនហើយបំពាក់ជាមួយនឹងកែបប្រភេទ Royal HDS ពណ៌សឡាយក្រហមបន្តិចបែប sport បាទមើលទៅស្អាតមែនទែនហើយសម្រាប់ពួកនេះប្រើប្រាំងតាគៀបទេបាទជើងមុខក្រោយប្រើដុំ Shimano បាទហើយរអិលស្រួលបាទមានចំណាប់អារម្មណ៍បាទចង់បានកង់ edition ប្លែកនៅខាងកង់សូមអញ្ជើញមកតាក់